ហារ3ប្រភេទដែលបងប្អូនទាំងអស់គ្នាគួរតែយល់ដឹងហើយគួរតែអនុវត្តការញ៉ាំប្រចាំថ្ងៃទី1អាហាររូបត្ថម្ភដែលប្រព័ន្ធរាងកាយយើងត្រូវការអញ្ចឹងសួរថារាងកាយយើងវាត្រូវការតែវីតាមីនត្រូវការតែសារធាតុរ៉ែសារធាតុទឹកអត់ទេរាងកាយយើងក៏ត្រូវការប្រូតេអ៊ីននឹងមួយគឺសំខាន់បងប្អូនប្រូតេអ៊ីនមាននៅក្នុងណាមាននៅក្នុងស៊ុតមាននៅក្នុងសាច់គោសាច់ត្រីគ្រឿងសមុទ្រអីហ្នឹងអាហ្នឹងហើយប្រូតេអ៊ីនហើយមួយទៀតវីតាមីនគឺមាននៅក្នុងបន្លែផ្លែឈើអញ្ចឹងបន្លែផ្លែឈើបងប្អូនអ្នកខ្លះគាត់អត់ចូលចិត្តញ៉ាំបន្លែអត់ចូលចិត្តញ៉ាំផ្លែឈើហ្មងប៉ុន្តែគាត់ដឹងថាពេលខ្វះវីតាមីនរាងកាយគាត់ខ្សោយគាត់ឆាប់មានជំងឺគាត់ឆាប់ភ្លេចភ្លាំងគាត់ឆាប់ផ្ដើមគេងអត់លក់គាត់អាសាឈឺញឹកញាប់ហ្មងចំណុចទី3គឺខ្ញុំនិយាយពីសារធាតុចិញ្ចឹមឬក៏សារធាតុរ៉ែដែលវាមាននៅគ្រាប់ធញ្ញជាតិដែលមាននៅក្នុងជាតិទឹកភេសជ្ជៈដែលវាមានជាតិស្ករកាល់ស្យូមម៉ាញ៉េស្យូមប៉ូតាស្យូមចឹងអាសារធាតុទាំងអស់ហ្នឹងគេហៅថាសារធាតុដែលទ្រទ្រង់និងគាំទ្រនៅក្នុងរាងកាយអានេះខ្ញុំនិយាយតែ3ចំណុចទេវាមានចំណុចផ្សេងទៀតដូច្នេះខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាទៅនាំថាខ្ញុំញ៉ាំតានេះខ្ញុំញ៉ាំតានោះឯងបងប្អូនអាណិតរាងកាយព្រោះមនុស្សគ្រប់គ្នាញ៉ាំអ្វីទៅតាមអ្វីដែលយើងចង់ប៉ុន្តែរាងកាយគឺត្រូវការគ្រប់យ៉ាងដែលទ្រទ្រង់ប្រព័ន្ធទាំងមូលនៃសារពាង្គកាយយើង